ตึกตีมุ้ยเรานบ้วนบ้าตึกตีมุ้ยเรานบ้วนออกคนเราแคมเรียเบียแคมเรียไลบาสราสตุนจุ่มบานอยู่เป็นอาทิเทพกลากรบังโกกระหอบในประเทศจีนจากกัมพูชีบากลากรบังโกเคียอุเบกิสถานอาทิเทพเกียงลูกกราวมาได้บ้าเนี่ยโจงมาได้ชมตะกรอบเป็นอาทิเทพจอดจักรามพีอุเบกิสถานมวยได้ปีได้โอ้ปกสยูทรคอนเนอร์ป้า1 หรือสปอกแปดยอมมันล้วนนะ 3 4 ปูน 5 ปรำ6ประมวย7 ปรำปี8ประมวยบกปรคุณบรรต่อคันในยูทูบไฟปกสยูทรคอนเนอร์1 2 บารอบที่เลือกตีปี 3 4 5 6 7 8บกปรคุณบรรต่อคันในยูทูบไฟติดดัดไปหมดได้ทุกตึกป้าโอ้ยป้าเลือนแมนសូមសំឡេងឲ្យគ្រូម្ដាយពីដៃបាក់លុយមួយមកអេបោះគេយាយចាអត់សមដល់ហាសនាមគ្រូគាត់ម្ដាយពីដៃបាក់លុយកុំឲ្យខូចកហាសនាមគ្រូម្ដាយពីដៃបាក់លុយព្រោះគេមែនចាអស់តោះបាទយើងទស្សនាអត់ចំណុចសំខាន់ខ្លះក្នុងទឹកទី1បាញ់មិញនេះលប់មួយដៃធំទឹកណែនណាបាទជាតិបាទដូចខេមរៀបៀមកចាំដាក់តកក់ទេបាទមួយដៃបាញ់មិញនេះបាទមួយដៃផឹងអាដៃទី2លោកសុតពុះចាប់បែកតាំងពីអាដៃទី2ហ្នឹងបាត់ហើយណាមួយដៃបែកក្អមទឹកចាបាទចាខំស៊ូដែរគ្នារាប់ដល់3ដងមិនមែនបោះបង់ងាយទេណាតែធ្វើម៉េចចាគ្រូផាន់មានអាគមអីគ្រូអាគមហ្នឹងគឺមួយដៃពីរដៃដឹងតែចាំហ្មងបាទអញ្ចឹងបានចំហាមហាទៀតស្វាមីចាបាទដៃល្អហ្មងក្លឹបហ្នឹងចានៅទៀតបាទល្អយ៉ាងនេះបាញ់មិញចាបាទមិនទាន់បែកញើស្រួលផងបាទសូមផ្ដល់ទួនាទីជូនគណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការបាទសូមអរគុណកីឡាករបង្គោលក្រហមពេជ្រអាទិទេពកម្ពុជាទទួលបានជ័យជំនះដោយវាកីឡាករបង្គោលខៀវមកពីប្រទេសអ៊ូបេគីស្ថានត្រូវលោកអញ្ញាកណ្ដាលប្រជុំនៅក្នុងទឹកទី1បាទអរសាទរដល់កីឡាករបង្គោលក្រហមពេជ្រអាទិទេពបាទមហាទេពស្វាមីពេជ្រអាទិទេព Cambodia Mafai introducing you our Kun Khmer fighter representing Cambodia for the international Kun Khmer fight. Ladies and gentlemen, make some noise for the red corner. Pet Atita. បាទទស្សនិកជនជាទីមេត្រីវត្តមានកីឡាករបង្គោលក្រហមនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញខ្លួនរួចរាល់ជាបន្តខ្ញុំអត់សូមអញ្ជើញវត្តមានកីឡាករមកពីប្រទេសអ៊ុបេគីស្ថានលោកស្រីកញ្ញាសូមសម្ដែងតែភាសាតដោយកីឡាករបង្គោលខៀវសាប៊ូប៊ីកូIntroducing the blue corner, ladies and gentlemen, the international fighter representing Uzbekistan. So now please make some noise for the blue corner, Zaba Biko. បាទទស្សនិកជនជាទីមេត្រីវត្តមានកីឡាករទាំងពីររូបបានបង្ហាញខ្លួនរួចរាល់ចានៅឡើយតែការប្រកួតគុនខ្មែរ3ទឹកបាទក្នុងមួយទឹក3នាទីសម្រាប់2នាទីបង្គោលក្រហមនៃព្រះរាជាណាចក្រកម្ពុជាវេកអតិទេពបង្គោលខៀវមកពីប្រទេសអ៊ុបេគីស្ថានបាទហើយសម្រាប់ពេជ្រអតិទេពបាទលោកអង្គវរៈអគ្គនាយកក្រុមហ៊ុនខ្មែរបម្រើជីប្រសិនបើពេជ្រអតិទេពយកឈ្នះលើដៃគូលោកឧបត្ថម្ភលើកទឹកចិត្តចំនួន2លានរៀលបាទសូមអបអរសាទរបាទលើសពីនេះបាទលោកវ៉ាចនអគ្គនាយកបន្តវេនក្រុមហ៊ុនថនគោរពតំណាងដល់កំពង់ពោះលោកជំទាវអញ្ញាជប់មានបើសិនជាពេជ្រអតិទេព
ដួលដៃគូឲ្យបោះបង់ការប្រកួតក្នុងទឹកណាមួយក៏ដោយឲ្យតែដួលដៃគូបោះបង់ការប្រកួតលោកឧបត្ថម្ភចំនួន50,000 រៀលបាទសមាសាទរបាទអរគុណអញ្ចឹងផ្ដល់ទូនទីជូនដល់លោកញ៉ាកដាលោកចិនរាខ្ញុំបាទសូមអនុញ្ញាតជម្រាបជូនប្រវត្តិសាស្ត្រដល់កីឡាករបង្គោលក្រហមដែលមានអាយុ26ឆ្នាំកម្ពស់1.65 ម៉ែត្រទម្ងន់57 គីឡូក្រាមមានស្រុកកំណើតនៅស្រុកបារាយខេត្តកំពង់ធំធ្លាប់ប្រកួតបានចំនួន65 ដងឈ្នះ59ចាញ់4ស្មើ2បដូរប្រកួតឲ្យសន្លប់បាត់មាត់ឆឹងដោយបច្ចេកទេសរបស់គេចំនួន39 ដងរត់ចុងក្រោយជាមួយនឹងកីឡាករប្រេស៊ីលលទ្ធផលឈ្នះដោយដោយសន្លប់ក្នុងទឹកទី3ការថ្វាយគំរូតាមរបៀបអន្តរីសណៃរដ្ឋគ្រូហើយលោកគ្រូពេជ្រសុផាន់មកពីក្លឹបពេជ្រសុផាន់គុណខ្មែរលោកសៃនិកញ្ញាសូមសម្ដែងដល់ដងទៀតដល់កីឡាករបង្គោលក្រហមនៃព្រះរាជាណាចក្រកម្ពុជាមហាទេពហ្វាមីពេជ្រអតិតេកីឡាករបង្គោលខៀវពីមកពីប្រទេសអូបែគីស្ថានមានអាយុ21ឆ្នាំកម្ពស់1.67 ម៉ែត្រទម្ងន់57 គីឡូក្រាមដូចគ្នាឡប់ប្រកួតបានចំនួន27 ដងឈ្នះ21ចាញ់6មេដាយស្មើបដូរគូប្រកួតដោយបច្ចេកទេសរបស់គេចំនួន3 ដងលូសេនីកញ្ញាសូមសម្ដែងដល់សាទរដល់កីឡាករបង្គោលខៀវសាប៊ូពីកេបាទទូទស្សនិកជនទីមត្រីគឺជាប្រវត្តិរឿងស្នេហ៍ដែលខ្ញុំបានជម្រាបជូនសម្រាប់ការប្រកួតគូមិត្តភាពអន្តរជាតិកម្ពុជាបែគីស្ថានបាទក្នុងប្រភេទទម្ងន់57 គីឡូក្រាមនៅក្នុងកម្មវិធី Cambodia Mafai ដែលនាំជូនដោយ Cambodia Beer ដូច្នេះបើសិនជាបងប្អូនយើងមានកម្មវិធីតូចធំមិនថាកម្មវិធីមង្គលការគូអភិពាហ៍បង្កក់កូនឡើងគេឋានអីអាចជ្រើសរើសបានជាមួយនឹងបាទ Cambodia Beerដាក់សំគ្រប់កម្មវិធីទាំងអស់តែម្ដងបាទជាពិសេសគឺមានរង្វាន់យ៉ាងច្រើនសម្រាប់ខាងកំពង់សាទបាទហើយមួយវិញទៀត Cambodia Live បាទស្រាលសន្ទុនជួបជុំបានយូរបាទឱកាសជួបជុំបងប្អូនក្រុមគ្រួសារមិត្តភក្តិថ្ងៃតុងសប្តាហ៍នេះបាទកុំភ្លេចជាមួយនឹង Cambodia Live បាទស្រាលសន្ទុនជួបជុំបានយូរបាទហើយក៏សូមអរគុណទៅដល់បាទក្រុមហ៊ុនខ្មែរបរិជីបាទដែលតែងតែបន្តជួយដល់វិស័យកីឡាផ្ដាល់គុណខ្មែរបាទដូចជាជួយដល់បាទបងប្អូនវិរៈកងទ័ពនិងបងប្អូនជនភៀសសាផងដែរបាទអញ្ចឹងបងប្អូនបាទកុំភ្លេចបាទជួយ share ម្នាក់មួយដែលកំពុងទស្សនាមកលើ Facebook Page ផ្លូវការបាទពីស្ថានីយ៍ទូរទស្សន៍ក៏ដូចជា Page បាទ Cambodia Beer អរគុណណាស់បាទសម្រាប់ការ comment សូមផ្ញើរូបភាពនេះជូនទៅដល់ពុកម៉ែបងប្អូនយើងនៅតាមគេឋានទាំងអស់គ្នាដែលគ្រប់គ្រងបាទស្ថានីយ៍ទូរទស្សន៍ Full HD TV កីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកអញ្ញាកដាលចិនរាបាទលោកអញ្ញាកដាលចិនរាជម្រាបជូនបទបញ្ជានៃការប្រកួតលក្ខណៈគុណខ្មែរដល់កីឡាករទាំងពីរបាទរួចរាល់បាទនៅឡើយតែការប្រកួតតែប៉ុណ្ណោះ3ទឹកបន្តិចទៀតបាទអរគុណសម្រាប់ការជួយ share របស់ពុកម៉ែបងប្អូនយើងបាទការ share ក៏ជាការចូលរួមចំណែកមួយជួយបាទចែករំលែកបាទវិស័យកីឡាផ្ដាល់គុណខ្មែររបស់យើងឲ្យពិភពលោកបានស្គាល់ទាំងអស់គ្នាផងដែរចុះក្រុមត្រៀមប្រុងព្រៀបប្រកួត Cambodia Mafai គុណខ្មែរគូទី4ដែលជាគូអន្តរជាតិកម្ពុជាអ៊ូបេគីស្ថាន